ខ្ញុំទៅតែធ្វើការគៀកោសិកាមាត់ស្បូនទៅលើអ្នកជំងឺរបស់ខ្ញុំម្នាក់អញ្ចឹងកំឡុងពេលដែលគាត់ធ្វើការគៀកោសិកាមាត់ស្បូននេះគាត់មើលទាំងមេរោគ HPV genotype ដូចគ្នាអញ្ចឹងសម្រាប់ការគៀកោសិកាមាត់ស្បូនដូចខ្ញុំធ្លាប់បញ្ជាក់អញ្ចឹងវាពិតជាមានអត្ថប្រយោជន៍នៅក្នុងការតាមដានទៅលើបំរែបំរួលកោសិកានៅតំបន់ហ្នឹងហើយអ្វីដែលសំខាន់មួយទៀតយើងអាចរកមើលថាតើយើងមានមេរោគ HPV បានដែរអត់នេះហើយវាគឺជាមូលហេតុដែលខ្ញុំតែងតែ recommend ទៅកាន់បងអ៊ំស្រីឬក៏ប្អូនដែលក្នុងករណីថាគាត់មានជំងឺសេមាន់ឬក៏គាត់ចង់បន្តតាមដានក្រោយការព្យាបាលរួចពីបញ្ហាអស់ហ្នឹងអ្នកជំងឺអាចធ្វើការគៀកោសិកាហើយនៅក្នុងការស្មៀកោសិកាហ្នឹងគឺយើងអាចស្មៀទៅរកមើលមេរោគ HPV នឹងបានដូចគ្នាអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ